កុមារកំព្រាព្រៃជុំដែលត្រូវការពុកម៉ែមីងបងប្អូនទាំងអស់គ្នានឹងជួយជ្រោមជ្រែងបាទជួយមិនថាតិចក្តីច្រើនក្តីគឺសូមពឹងទៅលើបងប្អូនពុកម៉ែមីងនឹងឯងបងប្អូននៅពីក្រោយគេមានសរសេរជាពាក្យទៀតថាកុមារកំព្រាក៏ចង់រស់រានមានជីវិតដែរពេលនេះបើសិនជាយើងស្ដាប់ទៅគឺរៀងចាក់ដោតបន្តិចបងប្អូនចំពោះខ្ញុំផ្ទាល់នៅពេលដែលខ្ញុំអានណាបងប្អូនកុមារកំព្រាក៏ចង់រស់រានមានជីវិតដែរបងប្អូនដឹងស្រាប់ហើយពាក្យថាកុមារកំព្រាគឺរស់នៅខ្វះភាពកក់ក្ដៅមែនទែនបាទដូចក្មេងៗដែលមានឪពុកម្ដាយក្មេងៗដែលមានអាណាព្យាបាលមើលថែយកប្រឡប់គឺគាត់រស់នៅក្នុងគ្រួសារមួយដែលមានភាពកក់ក្ដៅប៉ុន្តែងាកមកក្មេងកំព្រាឬក៏កុមារកំព្រាដែលកំពុងតែស្នាក់នៅគឺជាសិក្សានៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំហ្នឹងគឺអត់មានឪពុកអត់មានម្ដាយទេបងប្អូនក្មេងៗខ្លះគឺគាត់ពិការទៀតហើយក្មេងៗខ្លះទៀតគឺគាត់អត់មានសតិគ្រប់គ្រាន់ទេហើយអញ្ចឹងបងប្អូនដឹងស្រាប់ហើយ82នាក់គឺត្រូវការញ៉ាំចំនួន3ពេលបាទត្រូវការគេងត្រូវការរៀនសូត្រអញ្ចឹងមានន័យថានៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំហ្នឹងគឺច្បាស់ណាស់គឺខ្វះខាតមែនទែនជំរាបសួរបងប្អូនប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាបាទខ្ញុំបាទឌីណាឥឡូវនេះគឺកំពុងតែមានវត្តមាននៅក្បែរជាមួយនឹងផ្សារក្រានជេកដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺចំពោះបងប្អូនពុកម៉ែមីងដែលបានឆ្លងកាត់ខេត្តកំពង់ស្ពឺជាពិសេសគឺឆ្លងកាត់ជាមួយនឹងផ្សារក្រានជេកនេះសូមកុំភ្លេចបាទងាកមកខាងឆ្វេងដៃដែលបងប្អូនឃើញជាមួយនឹងរោងមួយដែលពួកខ្ញុំបានដាក់តាំងជាមួយនឹងក្រមារោងទាំងអាវបងប្អូនអរគ្នាពួកយើងគឺជាយុវជនស្ម័គ្រចិត្តដែលបាននាំផលិតផលរបស់មណ្ឌលកុមារកំព្រាព្រៃជុំនោះគឺបានដាក់លក់នៅតាមទីផ្សារទីសាធារណៈគោលបំណងរបស់ពួកយើងគឺដើម្បីប្រមូលក៏ដូចជាស្វែងរកជំនួយជួយផ្គត់ផ្គង់ទៅដល់កុមារកំព្រាព្រៃជុំនឹងតែម្ដងបងប្អូនអរគ្នាដោយសារតែខាងមណ្ឌលកុមារកំព្រាព្រៃជុំរបស់ពួកយើងគឺមានកុមារកំពុងតែខ្វះខាតជាច្រើនជាពិសេសទាក់ទងជាមួយនឹងស្បៀងអាហាររួមទាំងសម្ភារៈផ្ទះបាយនឹងតែម្ដងហើយអញ្ចឹងហើយបាទពួកយើងក៏បានមូលមតិគ្នាធ្វើជាកម្មវិធីមួយគឺប្រមូលខោអាវឬក៏កុមារដែលជាផលិតផលរបស់ខ្មែរយើងហ្នឹងគឺលក់ទៅតាមទីផ្សារបាទតាមសាធារណៈដើម្បីប្រមូលជាថវិកាជួយទៅដល់កុមារកំព្រាព្រៃជុំខ្ញុំចង់បញ្ជាក់បងប្អូនថាមណ្ឌលកុមារកំព្រាព្រៃជុំគឺមានកុមារសរុបចំនួន82នាក់ហើយមានជាមួយនឹងចុងភៅរួមទាំងមេដោះហើយសរុបទាំងអស់គឺ100នាក់ជាងបងប្អូនអរគ្នាដោយសារតែខាងមណ្ឌលកុមារកំព្រាព្រៃជុំកំពុងតែខ្វះខាតហើយដូច្នេះហើយពួកយើងក៏បានរៀបចំជាកម្មវិធីយុទ្ធនាការនេះបាទដើម្បីលក់ជាផលិតផលក្នុងស្រុករបស់យើងបានមានខោអាវរួមទាំងក្រមាហើយបន្តិចទៀតក៏ដូចជាទៅមុខនេះគឺពួកយើងនឹងចាប់ផ្ដើមប្រមូលក៏ដូចជាទិញជាមួយនឹងសម្ភារៈសិក្សាដើម្បីលក់បន្តអស់ទៅនោះគឺយើងធ្វើដើម្បីផ្គត់ផ្គង់ការចំណាយរបស់មណ្ឌលកុមារកំព្រាព្រៃជុំនឹងតែម្ដងហើយនឹងមួយវិញទៀតបងប្អូនអរគ្នានៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនេះគឺមានសិស្សសាលាមានន័យថាដែលពួកគាត់កំពុងតែរៀននៅសាលាបឋមសិក្សាអនុវិទ្យាល័យរួមទាំងសាកលវិទ្យាល័យហើយចំណាយគ្រប់យ៉ាងគឺចំណាយលើមណ្ឌលកុមារកំព្រាព្រៃជុំនឹងតែម្ដងមិនត្រឹមតែពួកគាត់អាចស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនឹងទេគឺពួកគាត់ដែលជាយុវជនហ្នឹងគឺគាត់អាចបន្តការសិក្សាទៅតាមសាលារដ្ឋទៀតហើយនៅពេលដែលគាត់បញ្ចប់ជាមួយនឹងសាលាអនុវិទ្យាល័យគឺខាងមណ្ឌលកុមារកំព្រាព្រៃជុំនេះក៏អាចនឹងមានលទ្ធភាពបញ្ជូនពួកគាត់ឲ្យបន្តការសិក្សានៅឧត្តមសិក្សានៅសាកលវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញអញ្ចឹងមានន័យថាយុទ្ធនាការដែលពួកយើងកំពុងតែធ្វើនេះគឺផ្ដោតសំខាន់ក៏ដូចជាប្រមូលជាថវិកាដើម្បីជួយផ្គត់ផ្គង់ទៅដល់កុមារកំព្រាព្រៃជុំនឹងតែម្ដងបងប្អូនអរគ្នានៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំគ្រាន់តែក្នុងមួយថ្ងៃគឺចំណាយអង្គប្រហែលជា1បេហើយអញ្ចឹងនៅបន្លែបាននៅម្ហូបអាហារនៅទឹកនៅគ្រឿងឧបភោគបរិភោគទៀតអញ្ចឹងមានន័យថាគឺពួកយើងខ្វះខាតខ្លាំងមែនទែនអញ្ចឹងមានន័យថាយុទ្ធនាការនេះគឺពឹងពាក់ក៏ដូចជាសូមឲ្យបងប្អូនជួយមានន័យថាបងប្អូនជួយគ្រប់គ្រងជាទិញជាអាវទិញជាក្រមាគឺដើម្បីជួយទៅដល់កុមារកំព្រាព្រៃជុំនឹងតែម្ដងបងប្អូនអរគ្នាហើយនឹងមួយវិញទៀតគឺពួកគាត់គឺសត្វតែជាយុវជនបាទដែលស្ម័គ្រចិត្តជួយលក់ជាផលិតផលដើម្បីរកចំណូលផ្គត់ផ្គង់នៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនឹងតែម្ដងគាត់ចំណាយពេលវេលាផ្ទាល់ខ្លួនដ៏មានតម្លៃបាទដើម្បីអីបងប្អូននេះគឺជាការស្រឡាញ់បាទដែលគាត់មានទឹកចិត្តស្រឡាញ់ទៅដល់កុមារកំព្រាហើយ
ពួកគាត់ក៏ចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់បាទងាកមកជួយការងារសង្គមក៏ដូចជាជួយរកចំណូលដើម្បីជួយទៅដល់មណ្ឌលកម្មាកំព្រាព្រៃជុំនឹងតែម្ដងហើយអញ្ចឹងបាទវីដេអូនេះគឺពឹងពាក់លើបងប្អូនហើយជាពិសេសគឺអ្នកនៅក្នុងខេត្តកំពង់ស្ពឺដែលបានឆ្លងកាត់ជាមួយនឹងខ្សែក្រាំងជែកនេះបាទសូមមេត្តាជួយផងណាបងប្អូនណាបាទអាវមួយជួយកម្មាកំព្រានៅក្នុងមណ្ឌលកម្មាកំព្រាព្រៃជុំនឹងបានម្នាក់ហើយអាវរបស់យើងគឺមានចំនួន3ខ្សែបងប្អូនហើយតកតងជាមួយនឹងអាវនីមួយៗទៀតសោះគឺយើងមានជាពាក្យស្លោកណាស្នាមញញឹមខ្ញុំបេះដូងខ្ញុំដើម្បីអនាគតកុមារអញ្ចឹងមានន័យថាពាក្យស្លោកអត់ហ្នឹងគឺសរបញ្ជាក់អំពីសេចក្តីសង្ឃឹមការញញឹមរបស់កុមារកំព្រាព្រៃជុំដែលត្រូវការពុកម៉ែមាមីបងប្អូនទាំងអស់គ្នានឹងជួយជ្រោមជ្រែងបាទជួយមិនថាតិចក្តីច្រើនក្តីគឺសូមពឹងទៅលើបងប្អូនពុកម៉ែមាមីនឹងឯងបងប្អូននៅពីក្រោយគេមានសរសេរជាពាក្យទៀតថាកុមារកំព្រាក៏ចង់រស់រានមានជីវិតដែរពេលនេះបើសិនជាយើងស្ដាប់ទៅគឺរៀងចាក់ដោតបន្តិចបងប្អូនចំពោះខ្ញុំផ្ទាល់នៅពេលដែលខ្ញុំអានណាបងប្អូនកុមារកំព្រាក៏ចង់រស់រានមានជីវិតដែរបងប្អូនដឹងស្រាប់ហើយពាក្យថាកុមារកំព្រាគឺរស់នៅខ្វះភាពកក់ក្ដៅមែនទែនបាទដូចក្មេងៗដែលមានឪពុកម្ដាយក្មេងៗដែលមានអាណាព្យាបាលមើលថែយុវលោកគឺគាត់រស់នៅក្នុងគ្រួសារមួយដែលមានភាពកក់ក្ដៅប៉ុន្តែងាកមកក្មេងកំព្រាឬក៏កុមារកំព្រាដែលកំពុងតែស្នាក់នៅក៏ដូចជាសិក្សានៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនោះគឺអត់មានឪពុកអត់មានម្ដាយទេបងប្អូនក្មេងៗខ្លះគឺគាត់ពិការទៀតហើយក្មេងៗខ្លះទៀតគឺគាត់អត់មានសតិគ្រប់គ្រាន់ទេហើយអញ្ចឹងបងប្អូនដឹងស្រាប់ហើយ82នាក់គឺត្រូវការញ៉ាំចំនួន3ពេលបាទត្រូវការគេងត្រូវការរៀនសូត្រអញ្ចឹងមានន័យថានៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនោះគឺច្បាស់ណាស់គឺខ្វះខាតមែនទែនហើយអញ្ចឹងជំនួយដែលពួកយើងទទួលបានមួយរយៈកន្លងមកនោះគឺយើងអាចផ្គត់ផ្គង់ជាស្បៀងអាហារប្រចាំថ្ងៃក្នុងមួយថ្ងៃយើងចំណាយអង្គចំនួន1បេបងប្អូនអរគ្នាដោយសារតែមានសមាជិកច្រើនមានទាំងចុងភៅមានទាំងម៉ែដោះរួមទាំងក្មេងៗផ្ទាល់អញ្ចឹងយើងត្រូវចំណាយច្រើនអញ្ចឹងមានន័យថាឥឡូវនេះគឺកំពុងតែខ្វះខាតហើយអញ្ចឹងមានតែពួកយើងធ្វើយុទ្ធនាការនេះបាទដើម្បីរកជំនួយជួយទៅដល់កុមារកំព្រាព្រៃជុំនឹងតែម្ដងហើយនៅមួយទៀតមិនមែនថាពួកយើងលក់តែសម្លៀកបំពាក់ទេបងប្អូនបាទពួកយើងទទួលបាននៅរបស់របរជាគ្រឿងឧបភោគបរិភោគជាសម្លៀកបំពាក់ក្មេងៗមកទឹកក្តីណាបងប្អូនហើយខ្ញុំគិតថាសម្លៀកបំពាក់របស់កូនរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាជួនកាលនៅពេលដែលគាត់ស្លៀកហើយគឺគាត់អាចនឹងຕົកហើយបងប្អូនគិតថាបើវាអត់មានតម្លៃគឺបងប្អូនអាចមកបរិច្ចាគឲ្យពួកយើងបានពេលព្រោះក្មេងៗនៅក្នុងមណ្ឌលគឺមានច្រើនហើយអញ្ចឹងសម្លៀកបំពាក់នេះខ្លះគឺម្ដាយឪពុករបស់គាត់យកកូនមកទុកចោលគឺមានតែសម្លៀកបំពាក់មកកាផ្លេទេបងប្អូនហើយអញ្ចឹងបើសិនជាពួកយើងបានទទួលសម្លៀកបំពាក់ពីពុកម៉ែបងប្អូនមកទឹកក្តីបងប្អូនណាបាទគឺពួកយើងយកមកជួយទៅដល់កុមារកំព្រាដែលគ្នាកំពុងតែខ្វះខាតដូចជាសម្លៀកបំពាក់បាទដូចជាសម្ភារៈសិក្សានឹងតែម្ដងដូចខ្ញុំបញ្ជាក់បងប្អូនខាងលើមិនអញ្ចឹងគឺខាងមណ្ឌលមិនមែនត្រឹមតែជួយកុមារនៅក្នុងមណ្ឌលទេគឺយើងមានលទ្ធភាពជួយផ្គត់ផ្គង់កុមារដែលគាត់បានរៀននៅក្នុងសាលាបឋមសិក្សាសាលាអនុវិទ្យាល័យរួមទាំងសាកលវិទ្យាល័យទៀតអញ្ចឹងមានន័យថាគឺនៅក្នុងមណ្ឌលក៏គិតគូរទៅដល់អនាគតកុមារខ្លាំងមែនទែនបាទដែលគាត់ព្យាយាមស្វែងរកជំនួយជួយក្មេងៗដើម្បីឲ្យមានអនាគតល្អអ្វីត្បិតតែគ្នាអត់មានម្ដាយមានឪពុកមើលថែគ្នារស់នៅខ្វះភាពកក់ក្ដៅក៏ពិតមែនប៉ុន្តែនៅខាងមណ្ឌលកុមារកំព្រាព្រៃជុំគឺបានដុសដៃដុសជើងមែនទែនដើម្បីជួយទៅដល់កុមារកំព្រាព្រៃជុំណាបងប្អូនណាហើយអ្វីដែលខ្ញុំសំណោះក៏ដូចជាខ្ញុំធ្វើកម្មវិធីនេះឡើងគឺដោយសារតែមានកុមារខ្លះគឺគាត់កំពុងតែមានជំងឺប្រចាំកាយហើយអញ្ចឹងយើងត្រូវការជាថ្នាំពេទ្យបាទត្រូវការជាសម្លេងបំពាក់ត្រូវការជាស្បៀងអាហារត្រូវការជារបស់របរផ្ទះបាយដោយសារតែយើងកំពុងតែខ្វះខាតអញ្ចឹងមានតែពុកម៉ែមិញបងប្អូនបាទសូមជួយគ្រប់គ្រងជាមួយនឹងក្រមាជាមួយនឹងអាវនេះផងពីព្រោះយើងធ្វើគ្រប់យ៉ាងគឺដើម្បីកុមារកំព្រាហើយដែលជាហេតុធ្វើឲ្យយើងបានមូលមតិគ្នារៀបចំជាយុទ្ធនាការនេះឡើងដើម្បីលក់ជាប្រមូលជាថវិកាជួយផ្គត់ផ្គង់ជាមួយនឹងការចំណាយផ្សេងៗនៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនឹងតែម្ដងជាក់ស្ដែងដូចជាកម្មារបស់ពួកយើងគឺមានចំនួន2ខ្សែបងប្អូនបានមានខ្សែតូចរួមទាំងខ្សែធំអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែមានបងប្អូនទាំងអស់គ្នា
ដែលបានឆ្លងកាត់ជាមួយនឹងផ្សារក្រាំងជែកនេះបាទมันមើលរំលងក៏ដូចជាមានចិត្តអាណិតទៅដល់ក្មេងៗដែលគ្នាកំពុងតែស្នាក់នៅក៏ដូចជារស់នៅហើយនឹងកំពុងតែរៀនសូត្រនៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនឹងណាបងប្អូនណាបាទតិចក្តីច្រើនក្តីមានតែពុកម៉ែមីងបងប្អូនបាទសូមជួយគ្រប់គ្រងក៏ដូចជួយបន្តឲ្យក្មេងៗដែលនៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនេះបាទនៅតែមានស្នាមញញឹមបាទនៅតែអាចបន្តការសិក្សានៅតាមសាលារដ្ឋឬក៏សាលាឯកជនបានណាបងប្អូនណាពីព្រោះយើងមានភាពខ្វះខាតច្រើនអញ្ចឹងហើយអាវមួយជួយកុមារបានម្នាក់ហើយអាវគឺយើងលក់ក្នុងតម្លៃ$5អាវមួយ$5កុមារតូច5000ហើយនឹងកុមារធំគឺមានតម្លៃ10000រៀលអញ្ចឹងអរគុណបងប្អូនអរគ្នាសង្ឃឹមថាបងប្អូននៅចិត្តមិនដាច់ទេនឹងជួយ share វីដេអូនេះទៅកាន់សម្ដេចទ្រង់អាដាមក៏ដូចជាបងប្អូនដែលមានចិត្តសប្បុរសបាទងាកមកជួយទៅដល់កុមារកំព្រាព្រៃជុំហើយមិនមែនតែពួកយើងផ្ដោតសំខាន់តែទៅលើការលក់ផលិតផលប៉ុណ្ណឹងទេគឺយើងបាទព្យាយាមស្វែងរកជំនួយមិនថាក្នុងស្រុកក៏ដូចជាក្រៅស្រុកហ្នឹងដើម្បីជួយបាទផ្គត់ផ្គង់ជាមួយនឹងការចំណាយដោយផ្ទាល់នៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនឹងតែម្ដងបាទដូច្នេះហើយខ្ញុំសូមបាទគ្រប់អញ្ជើញបាទខាងស្ត្រីក៏ដូចជាយុវនារីដែលគាត់ខំចំណាយពេលវេលាដ៏មានតម្លៃហើយមួយទៀតខ្ញុំចង់បញ្ជាក់បងប្អូនថាពួកខ្ញុំទាំងអស់គឺសុទ្ធតែជាយុវជនស្ម័គ្រចិត្តទេបងប្អូនបាទដោយសារតែពួកយើងទៅនៃពីការងារទៅនៃពីការសិក្សាដើម្បីងាកចំណាយពេលវេលាខ្លះជួយការងារសង្គមជាពិសេសគឺជួយលក់ជាផលិតផលនឹងដើម្បីរកចំណូលជួយទៅដល់មណ្ឌលកុមារកំព្រាព្រៃជុំនឹងតែម្ដងបាទចឹងសូមគ្រប់អញ្ជើញបាទបងស្រីបាទមានមតិខ្លះតាក់ទងជាមួយនឹងយុទ្ធនាការយើងនៅថ្ងៃនេះក៏ដូចជាបញ្ចេញអារម្មណ៍ពិតក៏ដូចជារៀបរាប់អំពីទុកលំបាករបស់មណ្ឌលកុមារកំព្រាព្រៃជុំរបស់យើងបាទសូមគ្រប់អញ្ជើញសូមជម្រាបសួរបងប្អូនក៏ដូចជានៅក្នុងស្រុកក៏ដូចជានៅក្រៅប្រទេសទាំងអស់គ្នាដែរចាក្រុងអលីឡូចាថ្ងៃនេះដែរចាក្រុមការងារយើងខ្ញុំមកពីខាងមណ្ឌលប្រជុំសាលាកំព្រានេះចាបានចាត់ធ្វើយុទ្ធនាការក្នុងការផ្សព្វផ្សាយលក់អាវមានដូចជាអាវយឺតនិងប្រមាចាហើយដូចចាអញ្ចឹងសូមឲ្យបងប្អូនអ៊ំពុំមីងបើសិនជាបងប្អូនអ៊ំពុំមីងឃើញហើយសូមជួយមានចំណាប់អារម្មណ៍ជួយទិញដូចជាអាវយឺតឬក៏ក្រមាដើម្បីជាការជួយដល់មណ្ឌលកុមារកំព្រាយើងខ្ញុំដែលគាត់កំពុងតែមានការខ្វះខាតចានេះក្នុងអាវក៏ដាក់ផ្លាកថាកុមារកំព្រាក៏ចង់រស់រានមានជីវិតដែរចាអញ្ចឹងសូមឲ្យទឹកចិត្តបងប្អូនដែលមានការអាណិតអាសូរដល់ក្មេងមណ្ឌលកុមារកំព្រាដែលគាត់កំពុងតែមានការខ្វះខាតដែរនោះសូមជួយទិញអាវឬក៏ក្រមាមួយស្មើនឹងជួយបានដល់កុមារកំព្រាម្នាក់ណាបងប្អូនអរគុណមីងព្រោះសារតែពួកគាត់ឥឡូវមានចំនួនកើនច្រើនណាស់ហើយក្នុងការគ្រប់គ្រងក៏មានការខ្វះខាតដល់កុមារទាំងអស់នេះដែរហើយដូច្នេះបានក្រុមការងារយើងខ្ញុំសម្រាប់ចិត្តថានឹងធ្វើការផ្សព្វផ្សាយលក់ខោអាវក៏ដូចជាកុមារដើម្បីឲ្យបងប្អូនអពុមីទាំងអស់នៅក្នុងស្រុកមិនថានៅក្រៅស្រុកទេសូមជួយឃើញវីដេអូនេះជួយ share ហើយនឹងជួយដូចជានៅទីផ្សារដងផ្លូវនេះសូមឲ្យបងប្អូនអពុមីជួយទិញដូចជាអាវមួយក្រមាមួយស្មើនឹងជួយបានកុមារម្នាក់ដែរចា៎បងប្អូនគុំអពុមីគុំចិត្តដាច់អីសូមបានងាកអំហិលនៅខាងឆ្វេងដៃចាមកពីខាងកើតគឺនៅខាងស្ដាប់ដៃមកពីខាងលិចគឺនៅខាងឆ្វេងដៃចាសូមអរគុណហើយក៏សូមគោរពលាទៅប៉ុណ្ណឹង